ទៀងកងជីកទៅកន្លែងធ្វើការបងប្អូនទាំងអស់គ្នាមានណាមេឃរលឹមស្រេចតែសំណាងល្អពេលពងជីកងហ្នឹងគឺមេឃអត់រលឹមទេគ្រាន់តែដល់កន្លែងធ្វើការផ្លែតមានណាភ្លៀងមកប្រក់មិនភ្លៀងតិចទៀតបងប្អូនគាត់តែមើលលើដីទៅដឹងហើយមានសំណើមសើមហ្នឹងគឺមេឃភ្លៀងមុននឹងរួចហើយបាននិយាយថាពេលខ្ញុំពងជីកងហ្នឹងថាហេងអើយហេងមេឃគឺរាំងអញ្ចឹងណាបើនិយាយពីរឿងជិះកង់វិញណាដៃមួយជាហៀងកាន់ទូរស័ព្ទដៃមួយជាហៀងកាន់ចកោតកង់ទូរស័ព្ទវិញត្រេទៅណេះត្រេទៅណោព្រោះថាចង់បានទេសភាពជុំវិញនឹងជូនបងប្អូនទស្សនាបន្ទាប់ពីជិះកង់រួចឥឡូវបងប្អូនទាំងអស់គ្នាមកដល់កន្លែងបន្លែយើងម្ដងហើយថ្ងៃនេះវិញគឺថៅកែគាត់ឲ្យកាត់បន្លែមិនកាត់ថ្ងៃនេះទេបងប្អូនទាំងអស់គ្នាគឺកាត់តាំងពីម្សិលមិញដល់ពេលទូរស័ព្ទខូចចឹងទៅក៏មិនបានកាត់តជូនបងប្អូនទស្សនាថ្ងៃនេះក៏ឆ្លៀតបន្តិចទៅព្រោះថាវីដេអូយើងខំថតហើយបើយើងអត់ផុសទេស្ដាយចឹងណាបន្ទាប់ពីផុសរួចហើយគឺទូរស័ព្ទនេះយកទៅជាងហើយមិនដឹងថាយកទៅក្រុមហ៊ុនគេដូរឲ្យឬក៏គេជួសជុលឬក៏មិនអត់ដឹងដែរចឹងណាឥឡូវជុំនិយាយពីទូរស័ព្ទខូចទុកម្ដុំទៅបើនិយាយទៅក៏មិនបានស្អីដែរមានតែយកទៅជាងតែម្ដងបន្លែកាត់នេះពេលព្រឹកថាកែគាត់ឲ្យកាត់ពីក្រុមមកបងប្អូនទាំងអស់គ្នានៅខាងក្រោយនោះគឺមានមួយក្រុមទៀតគ្នា4នាក់តែស្រីម្នាក់ប្រុស3ក្រុមពួកខ្ញុំគ្នា4នាក់ដែរតែស្រី3នាក់ប្រុស1ក្រឡេកមកដល់ត្រង់នេះគឺដល់ម៉ោងសម្រាប់ពេលថ្ងៃត្រង់ហើយបងប្អូនយើងកំពុងតែរៀបចំដើរចេញក្រៅអ្នកខ្លះក៏រត់ទៅយកកៅអីវិញចឹងបងប្អូនទាំងអស់គ្នាពេលម៉ោងសម្រាប់ថ្ងៃត្រង់ចឹងបងប្អូនយើងរូតរះមែនតើព្រោះថា1ម៉ោងគឺលឿនចឹងទៅបញ្ញាប់មែនតែម្ដងប្អូនប្រុសកំពុងតែរត់មុនហ្នឹងគឺគាត់អត់យកកៅអីមកទេដល់ពេលគេដើរទៅមុខអស់ទៅធ្វើអីណាបញ្ញាប់យកកៅអីមកវិញពេលថ្ងៃត្រង់ក្រុមពួកគាត់គឺថាកែឲ្យដកអញ្ជើញទុកក្រុមពួកខ្ញុំចឹងមុនដំបូងថាកែគាត់ឲ្យកាត់តែ190កេសទេតែដល់ពេលបន្លែកាត់អត់អស់ទៅនៅសល់ចឹងទៅគាត់ឲ្យក្រុមពួកខ្ញុំមកគ្នា4នាក់កាត់ពេលល្ងាចថែមទៀតពេលព្រឹកកាត់បានតែ100ប្រហែលកេសទេដល់ពេលល្ងាចកាត់ថែមទៀតបាន200កេសជាងបន្លែកាត់មួយផ្លើទេឆាប់បានកេសមែនតើមិនដូចបន្លែបេះយើងបេះមួយស្លឹកពីរស្លឹកទៅតាមហ្នឹងទៅតាមស្ថានភាពជាក់ស្ដែងថាបន្លែហ្នឹងយើងអាចបេះម្ដងបានប្រហែលស្លឹកចឹងបងប្អូនទាំងអស់គ្នាបើនិយាយពីរឿងបន្លែកាត់នេះមុននឹងគេកាត់ហ្នឹងគឺគេបេះយកចំណេញរាប់ផ្លេចហើយបងប្អូនបេះតាំងពីចូលខែត្រជាក់រហូតដល់លើចេញត្រជាក់ចូលក្តៅម្ដងពេលគេបេះហ្នឹងគឺគេចំណេញម្ដងហើយដល់ពេលគេកាត់នេះចំណេញមួយសាទៀតបើកលេចមើលកេសយើងគឺច្រើនមែនតែនប្រុសគាត់មកជូនបាច់អាចឃ្លៀកអស់ហើយនេះវិញក៏ជារូបរាងសាឡាត់ដែលយើងត្រូវរៀបដាក់ចូលក្នុងកេសដែរបើនិយាយពីល្អមែនតែនសាឡាត់កាត់បើថាបានញ៉ាំវិញឆ្ងាញ់ជាប់ចិត្តតែម្ដងហើយមកដល់ត្រង់នេះគឺពួកខ្ញុំបានកាត់រួចហើយអ្នកទាំងអស់គ្នាតបពីកាត់រួចនឹងហើយសល់ម៉ោងកន្លះម៉ោងពួកខ្ញុំទៅបេះបន្ថែមដើម្បីប្រគ្រប់ម៉ោងចេញពេលល្ងាចពេលមកបេះសាឡាត់នេះបងប្អូនគឺបេះជាមួយបងប្អូននេប៉ាល់គឺពួកគាត់នៅគ្នា2នាក់ទៀតគឺគេដកទៅបាញ់ថ្នាំបាត់ហើយមកដល់ត្រង់នេះវីដេអូយើងក៏ដល់ទីមចប់ដែរព្រោះថាដល់ម៉ោងចេញហើយចឹងពេលល្ងាចអូខេបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតបាយ